vào ông mình ở kia chẳngនេះmàចង់បង្ហាញôngភូមិវិញមួយតាក់ទងជាមួយនឹងការរស់នៅជាមួយនឹងធម្មជាតិអញ្ចឹងឃើញថាការរស់នៅមួយធម្មជាតិគឺវាធ្វើអារម្មណ៍យើងវាល្អបាទព្រោះថាបើយើងនៅតំបន់ប្រជុំជនឬក៏ទីក្រុងអីច្រើនវាធ្វើឲ្យមានអារម្មណ៍ស្មុគស្មាញបាទចាអញ្ចឹងតែឃើញបាទបងអ៊ំដែលគាត់នៅចកាគឺគាត់មានអារម្មណ៍ relax ល្អហើយគាត់ញ៉ាំអាហារធម្មតាតែមានកម្លាំងឆ្ងាញ់បាទដោយសារយើងឃើញគាត់នៅជាមួយធម្មជាតិហ្មងបើមិនធម្មជាតិទៀតចម្លែកនេះមើលឃើញធម្មជាតិណែធម្មជាតិសុទ្ធនេះខ្លាអូជំរាបសួរបងយ៉ាអូអូត្រជាក់ស្រាប់ត្រជាក់មែនទេបាទអរគុណបងអ្នកនៅណាដែរអូមកវិសៀមរៀបចូលមកដល់កោះកុងឆ្ងាយថ្ងៃតាមបងប្អូននេះក៏មិនដែរមកខ្ញុំមកតាមកូនខ្ញុំនៅជាមួយមេផ្ទាល់ទៅមកជាមួយគេស្នេហ៍ស្នាលមកឲ្យមកធ្វើការនេះចុះពីមុនធ្លាប់នៅណាពីមុនធ្លាប់ធ្វើការនៅណាខ្ញុំនៅថៃអូធ្លាប់ធ្វើការនៅថៃធ្វើយូរនៅបងនៅថៃឡើង2ឆ្នាំណាមកនេះបានបើខែចូលខែ6នេះ1ឆ្នាំពេញបាទធ្លាប់ធ្វើការថៃឃើញបងប្អូនមានទាំងអស់គ្នាវិស័យកសិកម្មមិនត្រឹមតែជួយដល់សេដ្ឋកិច្ចក្នុងវិស័យកសិកម្មគឺជួយផ្ដល់ការងារហ៊ុនលក់ជីឬខាងក្រុមហ៊ុនថ្នាំជាពិសេសគឺបងដែលគាត់អាចមកកម្លាំងពលកម្មក្នុងចការអាហ្នឹងគឺជាការជួយសេដ្ឋកិច្ចនៅក្នុងស្រុកអញ្ចឹងប្រទេសកម្ពុជារបស់យើងគឺជាប្រទេសកសិកម្មនាំគ្នាគ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីជួយទៅដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើងបាទអរគុណ